ឡើយយើងនាំគ្នាមើលរោងចក្រធ្វើសាច់ក្រកចានេះជាសាច់ជ្រូកសុទ្ធចាមានខ្លាញ់តិចចាគេយកចូលទៅម៉ាស៊ីនកិនចាសាច់ជ្រូកនេះគេលាងហើយណាចាលាងហើយបានគេយកទៅកិនឥឡូវគេកិនហើយគេចាក់ចូលម៉ាស៊ីនមួយទៀតចាម៉ាស៊ីនហ្នឹងដូចជាចាម៉ាស៊ីនកូរក្លុកដាក់គ្រឿងអីចឹងណាចាឃើញវារវៃឲ្យសាច់ហ្នឹងវាជាខាប់ញ៉ាកុំឲ្យជាប់គ្នាតោះមកគេចេញពីម៉ាស៊ីនមួយកូរនោះចូលម៉ាស៊ីនមួយទៀតចាឥឡូវគេទាញសូមដាក់ធ្វើសាច់ក្រកហ្នឹងធ្វើពីថង់ចាអញ្ចឹងសាច់ក្រកនេះត្រូវបកថង់ចេញមុននឹងចំអិនតែសាច់ក្រកធ្វើពីអីគេហៅអីពវៀនជ្រូកពវៀនគោអាហ្នឹងគឺមិនបាច់ទេយើងចៀនញ៉ាំយកតែម្ដងចានេះគឺបានជាសាច់ក្រកហើយតោះមកគេយកមកកាត់កង់ជាប្រទះតូចចឹងមកច្រកថង់កាត់ឲ្យច្រកថង់គេប្រើមនុស្សសុទ្ធណាគេអត់មានប្រើម៉ាស៊ីនតែម៉ាស៊ីនហ្នឹងមានម៉ាស៊ីនម៉ាស៊ីនកិនម៉ាស៊ីនកូរម៉ាស៊ីនអីចឹងម៉ាស៊ីនដាក់សាច់ក្រកចូលថង់អីចឹងប៉ុន្តែមកដល់កន្លែងនេះគឺមនុស្សច្រកអង្គុយច្រកអញ្ចឹងមានប្រើកម្លាំងមនុស្សដែរមិនមែនប្រើតែម៉ាស៊ីនទេចាឥឡូវគេយកមកធ្វើជាម្ហូបគឺមានស្ងោរតែម្ដងចាវីដេអូនោះមានប៉ុណ្្នឹងឯង